បាទពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ជាទីគោរពរាប់អានពេលនេះខ្ញុំបាទសូមមកចែករំលែកនៅរុក្ខជាតិសម្រាប់ធ្វើជាឱសថមួយមុខទៀតហើយដែលមានឈ្មោះថាវ៉លអានសេះបាទបាទនេះជាវ៉លអានសេះបាទហើយអត្ថប្រយោជន៍នៃវ៉លអានសេះបាទខ្ញុំនឹងជម្រាបជូនបាទដោយខាងក្រោមនេះបាទពុកម៉ែបងប្អូនបាទនេះជាវ៉លអានសេះវ៉លអានសេះនេះលក្ខណៈស្រួលចំណាំទេពុកម៉ែបងប្អូនបាទស្លឹកវ៉លអានសេះនេះដោយប្រក្រង់មកដោយស្លឹកព្រះក្រង់ក៏ប៉ុន្តែបាទវ៉លអានសេះនេះរលើបណាបាទអត់មានលំមីសអត់មានរោមដោយព្រះក្រង់ទេបាទវ៉លអានសេះបាទអញ្ចឹងខ្ញុំសូមអានពីអត្ថប្រយោជន៍នៃវ៉លអានសេះតែម្ដងបាទផ្នែកប្រើប្រាស់យើងប្រើរុក្ខជាតិទាំងមូលបាទកាត់ខ្លីៗហាលឲ្យស្ងួតទុកប្រើប្រាស់បាទអញ្ចឹងការព្យាបាលបាទការព្យាបាលបាទព្យាបាលនោមតិចហើមខ្លួនរលាកវកាំងរ៉ាំរ៉ៃបាទវកាំងនេះខ្ញុំអត់យល់ដែរបាទរលាកវកាំងរ៉ាំរ៉ៃរលាកផ្នែកខ្លះនៃវកាំងហើយអង់គ្លេសខ្ញុំអត់ចេះដែរបាទរលាកផ្លោកនោមរលាកពោះវៀនតូចរាកមួលឈឺចង្កេះឈឺសន្លាក់ឆ្អឹងបាទអញ្ចឹងខ្ញុំគ្រាន់តែដឹងថារលាកផ្លោកនោមបាទយើងហើមខ្លួនហ្នឹងហើមពេញខ្លួនអីបាទរលាកផ្លោកនោមរលាកពោះវៀនតូចឈឺចង្កេះបាទឈឺសន្លាក់ឆ្អឹងបាទកម្រិតប្រើ15ទៅ30ក្រាមតាមទឹកហូបប្រើខាងក្រៅបុកបិទព្យាបាលឲ្យកើតបោសបានយើងនិយាយថាកើតបោសបានហើយបាទកើតអំបៅអំបែកអំបែកយើងប៉ិនមិនកើតបាទហូរខ្ទុះក្នុងត្រចៀកបុកពូតយកទឹកបន្តក់ត្រចៀកបានន័យថាបើពុកម៉ែបងប្អូនមានអាការៈកើតដំបៅដំបែកយើងបុកស្លឹកនេះពូតយកទឹកបន្តក់បាទហាមស្ត្រីមានកផឹកមិនបានហាមស្ត្រីមានកផឹកមិនបានបាទអញ្ចឹងអាចប៉ះពាល់ដល់សុខភាពកូនឬក៏អាចបាទធ្វើឲ្យយើងរលូតកូនអីជាដើមណាអញ្ចឹងបងប្អូនកូនមួយខាងស្រីណាកុំប្រើប្រាស់ឲ្យសោះពេលកំឡុងពេលបាទកំឡុងពេលដែលណាបងប្អូនកូនក្មួយណាមានអាការៈមានកណាបាទនេះហើយជាវ៉លអានសេះបាទសូមអធិស្ឋានរាល់កំហុសឆ្គងបាទសូមជូនពរពុកម៉ែបងប្អូនទាំងអស់ឲ្យជួបតែតែសេចក្តីសុខសេចក្តីចម្រើនបាទសូមអរគុណសូមជម្រាបលាបាទ